បាទសួស្តីកូនៗទាំងអស់គ្នាថ្ងៃនេះលោកគ្រូមានមេរៀនមួយនៅក្នុងគណិតវិទ្យាថ្នាក់ទី4គឺការបដូរខ្នាតទម្ងន់ដែលចំណងជើងរងរបស់យើងគឺការបដូរខ្នាតទម្ងន់ពីគីឡូក្រាមនិងក្រាមទៅជាក្រាមបាទតោះទៅចំណុចបន្តទៀតជាមួយលោកគ្រូទាំងអស់គ្នាវត្ថុបំណងអញ្ចឹងនៅក្នុងមេរៀននេះលោកគ្រូកំណត់យកវត្ថុបំណងចំនួន3ធំៗគឺទី1ឲ្យកូនប្រាប់ពីការប្ដូរខ្នាតទម្ងន់ឲ្យបានត្រឹមត្រូវទី2ឲ្យកូនកំណត់ពីការប្ដូរខ្នាតទម្ងន់មានន័យថាកូនអាចប្ដូរខ្នាតទម្ងន់បានដោយខ្លួនឯងមួយទៀតគឺឲ្យកូនមានទំនុកចិត្តក្នុងការប្ដូរខ្នាតទម្ងន់នៅក្នុងការសិក្សាដើម្បីយកទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃបាទគឺកន្លែងនេះលោកគ្រូចង់ឲ្យកូនមានទំនុកចិត្តមានជំនឿជឿទុកចិត្តលើខ្លួនឯងនៅក្នុងការប្ដូរខ្នាតទម្ងន់អញ្ចឹងមិនថាអ្វីក៏ដោយកាលណាតែយើងមានការជឿជាក់លើខ្លួនឯងគឺយើងធ្វើវាដោយមានភាពជឿជាក់គឺមិនមានកំហុសនោះទេហើយមួយវិញទៀតនៅក្នុងមេរៀននេះផងដែរគឺមានសារៈសំខាន់នៅក្នុងការរស់នៅអញ្ចឹងយើងដឹងស្រាប់ហើយសម័យបច្ចុប្បន្នមិនថាយើងទិញផ្លែឈើឬមួយក៏ទិញត្រីទិញសាច់គឺទាមទារឲ្យយើងចេះយើងយល់នៅក្នុងការប្ដូរខ្នាតទម្ងន់ពីព្រោះយើងប្រើជញ្ជីងសម្រាប់ថ្លឹងប្រសិនបើយើងមិនចេះពីការប្ដូរខ្នាតទម្ងន់ទេគឺវាមានការពិបាកនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងបាទដោយការប្ដូរខ្នាតទម្ងន់គឺមានពីរធំៗគឺយើងអាចប្ដូរខ្នាតទម្ងន់បានចំនួន2របៀបទី1គឺការប្ដូរខ្នាតទម្ងន់នៅលើក្រាមមួយទៀតការប្ដូរខ្នាតទម្ងន់ដោយប្រើប្រមាណវិធីបាទប៉ុន្តែពេលនេះលោកគ្រូនឹងបង្រៀនកូនពីការប្ដូរខ្នាតទម្ងន់នៅលើក្រាមអញ្ចឹងមុននឹងយើងប្ដូរខ្នាតទម្ងន់គឺយើងត្រូវស្គាល់ពីនិមិត្តសញ្ញាពីខ្នាតរបស់ទម្ងន់នីមួយៗដែលទាំងអស់មានចំនួន7សំខាន់ៗគឺមានចំនួន7នៅក្នុង7នេះគឺចែកចេញជា2ឯកតាគឺឯកតាតូចនិងឯកតាធំដោយឯកតាធំរបស់យើងគឺចាប់ពីគីឡូក្រាមមកដល់ក្រាមហើយចំពោះឯកតាតូចគឺចាប់ពីក្រាមរហូតដល់មីលីក្រាមអញ្ចឹងដើម្បីយើងប្ដូរខ្នាតទម្ងន់បានគឺយើងត្រូវតែចាំនិងស្គាល់ពីនិមិត្តសញ្ញា kg គឺគីឡូក្រាម AG ហិកតូក្រាម DAG ដេកាក្រាម G ក្រាម DG ដេស៊ីក្រាម CG សង់ទីក្រាម MG មីលីក្រាមបាទអញ្ចឹងនៅក្នុងខ្នាតនីមួយៗគឺមានសញ្ញាសម្គាល់ដែលក្រាមនិមិត្តសញ្ញាក្រាមគឺអក្សរ G គីឡូក្រាមនិមិត្តសញ្ញាសម្គាល់គឺ kg ហើយមីលីក្រាមគឺ mg អញ្ចឹងយើងរាប់និមិត្តសញ្ញាពីធំទៅតូចទាំងអស់គ្នាគីឡូក្រាមហិកតូក្រាមដេកាក្រាមក្រាមដេស៊ីក្រាមសង់ទីក្រាមនិងមីលីក្រាមអញ្ចឹងនឹងគឺយើងរាប់ពីធំទៅតូចម្ដងទៀតយើងរាប់ពីតូចទៅធំជាមួយលោកគ្រូទាំងអស់គ្នាមីលីក្រាមសង់ទីក្រាមដេស៊ីក្រាមក្រាមដេកាក្រាមហិកតូក្រាមគីឡូក្រាមបាទអញ្ចឹងយើងចេះយើងស្គាល់យើងចងចាំនិមិត្តសញ្ញាអស់ហើយយើងអាចប្ដូរខ្នាតទម្ងន់បានដោយខ្លួនឯងឥឡូវនេះលោកគ្រូមានល្បះលេខមួយគឺ25គីឡូក្រាមអញ្ចឹងយើងមើលតើគីឡូក្រាមនៅកន្លែងណាហើយ25គីឡូក្រាមស្មើនឹងប៉ុន្មានក្រាម25គីឡូក្រាមស្មើនឹងប៉ុន្មានក្រាមអញ្ចឹងប្រសិនបើកូនចង់ដឹងកូនទៅបំបែកខ្នាតជាមួយលោកគ្រូទាំងអស់គ្នាបាទ25គឺយើងយក25ដាក់នៅកន្លែងគីឡូក្រាមប៉ុន្តែនៅក្នុងមួយប្រឡោះគឺយើងដាក់បានតែចំនួនមួយលេខតែប៉ុណ្ណោះ
ឧទាហរណ៍25យើងសរសេរលេខ5ចំណែកលេខ2គឺយើងមិនអាចដាក់ចូលនៅក្នុងប្លន់នេះបានទេប៉ុន្តែគឺយើងអាចដាក់បាននៅខាងមុខអញ្ចឹង25គីឡូក្រាមស្មើនឹងប៉ុន្មានក្រាមអញ្ចឹងយើងមើលទាំងអស់គ្នាគីឡូក្រាមហិកតូក្រាមដេកាក្រាមក្រាមអញ្ចឹងតើយើងថែមលេខ0ចំនួនប៉ុន្មានទើបដល់ក្រាមយើងមើលទាំងអស់គ្នាគីឡូក្រាមហិកតូក្រាមដេកាក្រាមក្រាមបាទអញ្ចឹង25គីឡូក្រាមស្មើនឹងប៉ុន្មានក្រាមគីឡូក្រាមហិកតូក្រាមដេកាក្រាមក្រាម25គីឡូក្រាមស្មើនឹង25,000ក្រាមបាទនេះគឺជាការប្តូរខ្នាតទម្ងន់ដោយប្រើក្រាមមួយទៀតកូនទៅរៀនជាមួយលោកគ្រូពីការប្តូរខ្នាតទម្ងន់ដោយប្រើប្រមាណវិធីឥឡូវលោកគ្រូមានល្បះលេខ1 3គីឡូក្រាម200ក្រាមស្មើនឹងប៉ុន្មានក្រាមបាទ3គីឡូក្រាម200ក្រាមស្មើ100ក្រាមអធ្យាស្រ័យស្មើ1000ក្រាមបូក1000ក្រាមបូក1000ក្រាមបូក200ក្រាមមានន័យថាស្មើនឹង3គុណនឹង1000បូក200ក្រាមប្រសិនបើល្បះលេខនេះមានមានលេខ4ឧទាហរណ៍4គីឡូក្រាមគឺយើងយក4គុណនឹង1000ក្រាមឧទាហរណ៍ល្បះលេខនេះ300ក្រាមគឺយើងយកបូកជាមួយនឹង300ក្រាមឧទាហរណ៍ល្បះលេខនេះ5គីឡូក្រាមគឺយើងយក5គុណនឹង1000ក្រាមបូកជាមួយនឹង200ក្រាមក៏ប៉ុន្តែប្រសិនបើល្បះលេខនេះមានចំនួន500ក្រាមគឺយើងយកបូកជាមួយនឹង500ក្រាមអញ្ចឹង3គីឡូក្រាម200ក្រាមស្មើនឹងគឺស្មើនឹង3200ក្រាមបាទ3គីឡូក្រាម200ក្រាមគឺស្មើនឹង3200ក្រាមអញ្ចឹងលោកគ្រូបញ្យល់ត្រួសត្រាសម្ដងទៀត3គីឡូក្រាម200ក្រាមស្មើនឹងប៉ុន្មានក្រាមយើងបាន3គីឡូក្រាម200ក្រាមស្មើ1000ក្រាមបូក1000ក្រាមបូក1000ក្រាមបូក200ក្រាមស្មើនឹង3គុណនឹង1000ក្រាមបូកជាមួយនឹង200ក្រាមគឺបាន3200ក្រាមបាទអញ្ចឹងថ្ងៃនេះលោកគ្រូបង្រៀនកូនពីការប្តូរខ្នាតទម្ងន់ដែលការប្តូរខ្នាតទម្ងន់របស់យើងគឺមាន2របៀបទី1ការប្តូរខ្នាតទម្ងន់ដោយប្រើក្រាមមួយទៀតការប្តូរខ្នាតទម្ងន់ដោយប្រើប្រមាណវិធីបាទលោកគ្រូសង្ឃឹមថាកូនៗទាំងអស់គ្នាគឺអាចធ្វើបានដោយខ្លួនឯងនៅផ្ទះហើយការបង្រៀនរបស់គ្រូក៏សូមបញ្ចប់បាទសូមអរគុណ